យកដោយសួស្តីមនុស្សសាវ៉ាជាទីស្រឡាញ់ទាំងអស់គ្នាខ្ញុំបាទហាសាមីប្រុសស្មោះស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះយើងនឹងបន្តសាច់រឿង The Academy ជានិស្សិតស្មេរបស់យើងជាបន្តទៀតហើយឥឡូវកុំឲ្យសាំពេកយើងចូលសាច់រឿងរបស់យើងតែម្ដងទៅយើងចង់ចប់មាត់សាច់រឿងក៏បានផ្ដើមឡើងបន្ទាប់ពីអាចារ្យអេលរបស់យើងនឹងគ្នាបានវិភាគទៅខាងសារ៉េហើយពេលនោះរ៉ូណារបស់យើងក៏បានសួរទាំងកំហឹងទៅកាន់អាចារ្យរបស់យើងថាតើនាងជាអ្នកណាហើយពេលនោះអាចារ្យរបស់យើងនឹងនាងក៏បានបង្ហាញទរងចាស់ដែលរ៉ូណាក៏បានជួយនឹងឲ្យគាត់ក៏បានឃើញបន្ទាប់បានឃើញហើយអាចារ្យរបស់យើងនឹងនាងក៏បានបើកការវិភាគទៅកាន់រ៉ូណានិងសារ៉េតែម្ដងក៏តែការវិភាគមួយនេះរ៉ូណានិងសារ៉េក៏អាចកិច្ចពីការវិភាគមួយនេះបានហើយពេលនោះរ៉ូណារបស់យើងនឹងក៏បានត្រៀមខ្លួនក្នុងការប្រយុទ្ធជាមួយអាចារ្យរបស់យើងហើយតាមចាំយូរ៉ូណាក៏បានប្រើរបៀបរបស់គាត់យ៉ាងលឿនស្ទុះទៅវិភាគការអាចារ្យរបស់យើងតែម្ដងក៏តែស្នេហ៍ដែរដែលរ៉ូណាក៏បានប្រើនេះក៏អាចារ្យរបស់យើងនឹងគ្នាកិច្ចបានផុយតែម្ដងបន្ទាប់ពួកគាត់ក៏បានផ្ទុះតាមពោដាក់គ្នាហើយយកមើលការប្រយុទ្ធមួយនេះទៅរ៉ូណាពេជ្រវិទ្យាមានប្រយុទ្ធជាមួយអាចារ្យរបស់យើងខ្លាំងមែនតើបន្ទាប់ពីពួកគាត់ក៏បានផ្ទុះតាមពោដាក់គ្នាម្ដងទៀតរ៉ូណាក៏បានមានឱកាសក្នុងការវិភាគការអាចារ្យរបស់យើងក៏តែរ៉ូណាវិភាគមិនទាន់ដល់អាចារ្យរបស់យើងផងអាចារ្យរបស់យើងនឹងក៏បានចាប់ដៃរបស់រ៉ូណាជាប់បាត់ហើយតាមចាំយូរអាចារ្យរបស់យើងនឹងក៏បានប្រើស្គីសម័យរបស់នាងនឹងក៏បានចាប់ខាងកៅខ្នងរបស់រ៉ូណាឲ្យមានរបួសយ៉ាងខ្លាំងតែម្ដងនៅពេលនោះអាចារ្យរបស់យើងនឹងនារីវិភាគកាន់រ៉ូណាដើម្បីបញ្ចប់នឹងការប្រយុទ្ធមួយនេះហើយក៏តែពេលនោះក៏មានដំណាជាឲ្យបានការពារទៅកាន់រ៉ូណានៅវិជាស្នាដៃរបស់សារ៉េនឹងឯងហើយពេលនោះសារ៉េក៏បាននាំរ៉ូណារបស់យើងនឹងមកកន្លែងសុវត្ថិភាពនៅពេលឃើញជាងអាចារ្យរបស់យើងនឹងនាងរៀបដកដៅវាបហាទៅកាន់អ្នកទាំងពីរហើយក៏តែពេលនោះនាងក៏បានចោលរំទៅលើផ្ទះនៅដៃរបស់នាងឃើញជាងអាចារ្យរបស់យើងនឹងនាងក៏បានដឹងតែម្ដងហើយយើងមើលទៅលើក្បាលរបស់អាចារ្យរបស់យើងទៅយើងឃើញថាមានរង្វង់នៃអាក្រាភិរុតនៃរន្ទះគឺច្រើនចកកគ្នាតែម្ដងដល់ចាំយូរសារ៉េក៏បានប្រានរង្វង់នៃអាក្រាភិរុតផ្ទះនោះក៏បានបាញ់ស្ដាយទៅកាន់អាចារ្យរបស់យើងតែម្ដងក៏តែអាចារ្យរបស់យើងនឹងក៏នាងពេជ្រតាន់ខ្លាំងតែនត្រូវផ្ទះប៉ុណ្ណឹងហើយគឺមិនទាន់ងាប់ទៀតហើយដល់ពេលនោះរ៉ូណារបស់យើងនឹងក៏បានបើកការវិភាគការអាចារ្យរបស់យើងក៏តែការវិភាគមួយនេះអាចារ្យរបស់យើងនឹងក៏នាងបានទប់ទល់ដល់ងាយស្រួលតែម្ដងហើយពេលនេះអាចារ្យរបស់យើងនឹងពេជ្រកាយកាហាយព្រោះរ៉ូណាខ្លាំងតែនហើយពេលនោះអាចារ្យរបស់យើងនឹងក៏បានបើកការវិភាគការរ៉ូណាតែម្ដងក៏តែរ៉ូណារបស់យើងក៏បានត្រូវបានជួបស្គូដោយសារ៉េម្ដងទៀតហើយឃើញជាងអាចារ្យរបស់យើងនឹងនាងចង់វិភាគការសារ៉េហើយក៏តែពេលនោះរ៉ូណារបស់យើងនឹងក៏បានប្រើរបៀបរបស់គាត់នឹងលឿនស្ទុះកាត់ដៃរបស់អាចារ្យយើងចោលតែម្ដងហើយជាមួយនឹងស្គីហាំបូរបស់គាត់នឹងក៏បានធ្វើអាចារ្យរបស់យើងគឺមានរបួសគ្រប់កន្លែងតែម្ដងបន្ទាប់ចាអែរបស់យើងនឹងគឺបានត្រូវមកខាំបូរបស់រ៉ូណានហើយអាចារ្យរបស់យើងនឹងនាងបានទៅលេងប្អិនមុនគេមុនឯងតែម្ដងបន្ទាប់បានកាចាត់ការអាចារ្យរបស់យើងហើយរ៉ូណានក៏បានបញ្ញាឆ្មាមើលទៅកាន់សារ៉េតហើយក៏បានឃើញថាសារ៉េតរបស់យើងនឹងពិតជាទ្រុឌទ្រោមខ្លាំងតែឃើញចឹងរ៉ូណានរបស់យើងពិតជាផ្ទុះទៅលើខ្លួនឯងខ្លាំងតែក៏តែពេលនោះសារ៉េតក៏បាននិយាយទៅកាន់រ៉ូណានថាក្នុងនាមជាអ្នកប្រយុទ្ធនោះពួកយើងនឹងឆ្លងកាត់នៅភាពជាចាប់ច្រើនក៏តែខ្ញុំសង្ឃឹមថាឯងនឹងអាចធ្វើបានបន្ទាប់ពីនិយាយប្រាប់កាន់រ៉ូណានហើយសារ៉េតក៏បានខ្លាចជាថ្មបាត់ទៅចូលមកដល់ថ្ងៃថ្មីបន្ទាប់ពីរ៉ូណានរបស់យើងនឹងក៏បានត្រឡប់មកកាន់ក្លឹបរបស់គាត់រ៉ូណានរបស់យើងនឹងក៏បានជួយជាមួយអូនសក់ពោះស្វាយហើយពេលនោះអូនសក់ពោះស្វាយក៏បាននិយាយទៅកាន់រ៉ូណានថាគាត់ចង់និយាយគ្នាជាមួយរ៉ូណានតាក់ទងពីពួកណេពុយឡាឲ្យច្រឡំអង្គភាពណេពុយឡាហើយនិយាយចិត្តច្រឡំចង់ភ្លេចហើយពេលនោះរ៉ូណានរបស់យើងនឹងក៏បានសួរទៅកាន់អូនសក់ពោះស្វាយថាតែចង់ដឹងតាក់ទងពីណូឡានឹងតាក់ទងពីរឿងអីហើយពេលនោះអូនសក់ពោះស្វាយវាក៏បាននិយាយថាគាត់ចង់ដឹងថាអង្គភាពណេពុយឡានឹងមកកើតក្នុងគុំនោះវិញហើយតែហេតុអ្វីបានជាប៉ែដូឡានឹងក៏បានចូលរួមក្នុងអង្គភាពមួយនេះហើយនៅពេលដែលគាត់ក៏បានរៀបការពីដំណឹងដែលជាប៉ែដូឡានឹងក៏បានក្បំកាន់គ្រួសាររបស់គាត់បែបនេះគ្រួសាររបស់គាត់ក៏បានចាត់វិធានការហាមឃាត់ការអ្នកក្នុងគ្រួសាររបស់គាត់ទាំងអស់ដើម្បីស្វែងរកនៅជនបង្កប់ដែលនៅសេសសល់បន្ទាប់ពួកគាត់ក៏បាននិយាយគ្នាអស់មួយសន្ទុះអូនសក់ពុស្វាយនឹងក៏បានសុំលារ៉ូណានឹងបីចាក់ចេញទៅមុនពេលចាក់ចេញអូនសក់ពុស្វាយក៏បាននិយាយប្រាប់រ៉ូណាមកថាតាក់ទងពីការប្រឡងឬចឹងបានធ្វើរ៉ូណាក៏ឆ្កៀងខ្លាំងតែដោយសាររ៉ូណារបស់យើងនឹងក៏មិនដឹងថាមានការប្រឡងនោះទេជុំដល់ពីថ្ងៃបន្ទាប់លើកោះមួយដែលការធ្វើតែរបស់រ៉ូណារបស់យើងនឹងឯងនៅក្នុងការធ្វើតែមុននេះយើងក៏បានឃើញថាអ្នកដឹកនាំវិជាណាប៊ីរ៉ូផ្ទាល់តែម្ដងហើយពេលនោះណាប៊ីរ៉ូនេះក៏បាននិយាយប្រាប់កាន់សិស្សទាំងឡាយថានៅក្នុងការប្រឡងគឺមិនបាច់ខ្លាចរឿងងាប់រឿងអីនោះទេនៅពេលដែលពួកឯងនឹងក៏បានពាក់កងដៃមួយនេះនៅពេលណាដែលបានគ្រោះថ្នាក់ដល់ជីវិតនោះកងដៃមួយនេះនឹងបញ្ជូនពួកឯងមកកន្លែងដើមតែម្ដងបន្ទាប់បាននិយាយប្រាប់ហើយពេលនោះពួកគាត់ក៏បានចូលខាងក្នុងតែម្ដងហើយពេលនោះយើងបានឃើញថារ៉ូណារបស់យើងនឹងក៏បាន teleport មកក្នុងព្រៃដ៏ជ្រៅមួយហើយពេលនោះក៏មានអអូនម្នាក់ដែលវាមិនដឹងទ្វីឋានៈខ្លួនឯងនឹងបានវាមហាទៅកាន់រ៉ូណាក៏តែពេលនោះរ៉ូណារបស់យើងក៏បានស្ទូជាងលឿននៅខាងក្រៅនឹងក៏បានយកដាប់ជុំករបស់អូនតែម្ដងហើយគាត់ថានៅនឹងគឺមិនមានម្នាក់គេគឺមានច្រើនអ្នកដើម្បីវាមហាទៅកាន់រ៉ូណាតែម្ដងហើយពេលនោះរ៉ូណារបស់យើងក៏ដឹងដែរហើយពេលនោះរ៉ូណារបស់យើងក៏ចាប់ផ្ដើមផែនការរបស់គាត់ហើយគាត់បានវាមហាទៅកាន់សិស្សដែលនៅនឹងទាំងអស់តែម្ដងហើយពួកសិស្សទាំងអស់នឹងវិជ្ជការខ្លាំងតែរ៉ូណារបស់យើងនឹងគឺវាមហាតាមផ្លែតសោះពួកសិស្សទាំងអស់នឹងគឺបានដេកទាំងអស់តែម្ដងកម្មការកន្លែងមួយយើងក៏បានឃើញថាអាចារ្យដេសានរបស់យើងនឹងគឺត្រូវពួកអាម៉ាន់ក្បាលនឹងព្រួតវាយនឹងទត់ទ្រោមតែម្ដងក៏តែអាចារ្យរបស់យើងនេះមិនបងទេដែលអាចារ្យរបស់យើងនឹងក៏បានរកចំណុចខ្សែរបស់ពួកអា
បកាយនឹងដែលនៅត្រង់កនឹងឆ្កែរបស់វាដងភ្លីអាចារ្យរបស់យើងនឹងក៏បានវាហារកាន់ពួកកាយនឹងក៏បានធ្វើវនឹងគឺចាញ់តែម្ដងឲ្យច្រឡំចាញ់ក៏បានធ្វើពួកនឹងគឺវាធ្លាក់នៅក្នុងការប្រឡងតែម្ដងហើយពេលនោះអាចារ្យរបស់យើងនឹងក៏បានព្រួងលឿនទៅវាហារការមួយទៀតដែលវាមើលទៅជាខ្លាំងជាងគេនឹងក៏តែពេលនោះអាមួយនឹងវាក៏បានវាហារការអាចារ្យរបស់យើងក៏បានធ្វើអាចារ្យរបស់យើងចង់សើតែម្ដងនៅពេលនោះយើងក៏បានគិតថាលោកព្រះរណារបស់យើងនឹងកំពុងអង្គុយលើដើមឈើអង្គុយមើលការប្រយុទ្ធរបស់អដេសានធ្វើម្ដងតែម្ដងហើយនៅពេលនោះអាបកាយមួយនឹងវាចង់វាហារការអដេសានហើយក៏តែពេលនោះយើងក៏បានគិតថាអាវុធមួយនឹងក៏បានដាច់ពីតែម្ដងតែជាស្នាដៃរបស់រណារបស់យើងនឹងឯងដល់ចាំយូរណារបស់យើងនឹងក៏បានវាហារការអាបកាយមួយនឹងឲ្យវាធ្លាក់ក្នុងការប្រឡងតែម្ដងបន្ទាប់បានចាត់ការអាបកាយនឹងហើយរណារបស់យើងនឹងក៏បានជួយលើអដេសានរបស់យើងអីចឹងទៅហើយពេលនោះរណារបស់យើងក៏បានសួរការអាចារ្យអដេសានរបស់យើងថាតើហេតុអ្វីមកជំនាញចង់ខ្លាចជា Great Commander ក៏តែពេលនោះអាចារ្យរបស់យើងនាមចង់ប្រាត់ការរណាទេក៏តែចុងភ័យនៅភ័ក្រដដែលនឹងនៅក្នុងយប់មួយម្ដាយរបស់នាងនិងបងប្រុសរបស់នាងក៏មានភាពកិច្ចក្នុងការកម្ចាត់ការពួកអាចោប្រមាណក្បាលនោះក៏តែពួកគាត់គ្មានសមត្ថភាពក្នុងការកម្ចាត់ការពួកអាបកាយនឹងនោះទេហើយចុងក្រោយពួកគេក៏បានស្លាប់ទាំងអស់ដូច្នេះហើយទើបនាងចង់ខ្លាចជា Great Commander ដើម្បីសងសឹកដល់គ្រួសាររបស់នាងនៅពេលពួកគាត់ពងនិយាយគ្នានោះពេលនោះក៏មានខ្ចប់ជួរដ៏ធំមួយក៏បានវាវហារការពួកគាត់ទាំងពីរឃើញចឹងរណារបស់យើងក៏បានដឹងតែម្ដងដែលរណាក៏ខ្លាចថាអាចារ្យដេសានរបស់យើងក៏មានគ្រោះថ្នាក់រណារបស់យើងក៏បាននិយាយការដេសានរបស់យើងថាគាត់នឹងជួយដល់ការអាចារ្យដេសានរបស់យើងដើម្បីខ្លាចជា Great Commander ទោះបីគាត់ទទួលអ្វីក៏ដោយក៏តែពេលនេះរណារបស់យើងក៏បានរកអាចារ្យរបស់យើងទៅកាន់ជ្រុលខាងក្រោមតែម្ដងឃើញចឹងអាចារ្យរបស់យើងនឹងគឺបានត្រង់សាយហៅណានឹងតែទៅមុខគាំងតែប៉ុណ្ណោះហើយពេលនោះយើងបានគិតថាអូសវស្វាយក៏បានបដោះទីនេះតែម្ដងហើយពេលនេះការប្រយុទ្ធរបស់អ្នកទាំងពីរក៏បានចាប់ផ្ដើមតែម្ដងកម្មខាងក្រៅវិញយើងក៏បានគិតថាអាចារ្យដេសានរបស់យើងនឹងក៏បានត្រឡប់ខាងក្រៅវិញហើយបន្ទាប់ពីចាយរបស់យើងនឹងគ្នាបានក្រោកឡើងហើយនេះក៏បានឃើញថារណានិងអូសវស្វាយនឹងគឺត្រៀមនឹងប្រយុទ្ធគ្នាហើយកម្មខាងក្រៅប្រយុទ្ធគ្នារបស់រណានិងអូសវស្វាយវិញក៏បានឃើញថារណារបស់យើងនឹងកំពុងរត់គេចពីអូសវស្វាយហើយពេលនោះអូសវស្វាយក៏បានប្រើសិនដាងខ្ចប់ជួររបស់វានឹងវាបានហាទៅកាន់រណាដែលដល់ខ្លួនអាចរត់ផុតរណារបស់យើងក៏បានត្រឡប់ខាងក្រៅវិញហើយក៏បានប្រើសិនដារបស់គាត់វាហាទៅកាន់កប់ជួរចោលតែម្ដងបន្ទាប់បានវាហាហើយរណារបស់យើងនឹងក៏បានលាក់ខ្លួននៅកន្លែងថ្មមួយដែលសារគាត់ហត់ចុះម៉ាយបន្ទាប់ពីពួកគាត់ក៏បានស្រាមួយសន្ទុះហើយអ្នកទាំងពីរក៏បានត្រៀមអាវុធក្នុងការប្រយុទ្ធគ្នាបន្តទៀតហើយពេលនោះពួកគាត់ទាំងពីរក៏បានប្រើរបួសរបស់ខ្លួនយ៉ាងលឿនហើយក៏បានស៊ូទៅវាហាគ្នាម្ដងទៀតតែម្ដងហើយពេលនោះមិនចាំយូររណារបស់យើងនឹងក៏បានប្រើរបួសរបស់គាត់យ៉ាងលឿនហើយក៏បានស៊ូទៅវាហាទៅកាន់អូនសពស្វាយអូសស្វាយនឹងក៏បានប្រើសិនដាវជាប់ជួររបស់វានឹងវាហាទៅកាន់រណាផងដែរបន្ទាប់ការប៉ះគ្នានេះទៅបានចប់យើងក៏បានគិតថាអូសវស្វាយនឹងក៏ត្រូវរបួសខ្លាំងជាងរណានទៅទៀតហើយពេលនោះអូសវស្វាយកន្លែងចន្ទបាយជាមួយរណានហើយពេលនោះអូសវស្វាយក៏បានប្រើសិនដារបស់វាមួយទៅបានយកដាវនឹងគឺចាក់លើដីមួយទំហឹងហើយពេលនោះក៏បានបញ្ចេញនៅដែនធម្មពលនៃរទះដ៏ធំមួយហើយក៏បានមកការនឹងខ្ចប់ជួរដ៏ធំមួយផងដែរដែលវាបានផ្លាញនៅជុំវិញបរិវេណនេះទាំងអស់តែម្ដងបន្ទាប់ពីបន្ទូមួយនេះក៏ត្រូវបានបញ្ចប់យើងក៏បានឃើញថារណាននិងអូសវស្វាយរបស់យើងនឹងក៏ត្រូវរបួសដូចគ្នាតែម្ដងតាមចោលខាតពេលវេលាយូរអ្នកទាំងពីរនឹងក៏បានប្រើស្នេហ៍ដាចុងក្រោយដើម្បីវាបហាគ្នាដើម្បីបញ្ចប់នៅការប្រកួតមួយនេះតែម្ដងបន្ទាប់ពីសាញ់ក៏ត្រូវបានសាយអស់យើងក៏បានឃើញថាអូសពស្វាយនឹងក៏ស្លាប់មុនរ៉ូណានទៀតហើយក៏បានដឹងហើយថារ៉ូណានរបស់យើងក៏បានឈ្នះនៅក្នុងការប្រកួតមួយនេះឯងអូច្រឡំការប្រឡងមួយនេះនឹងឯងកាត់ចូលមកដល់ថ្ងៃថ្មីនៅក្នុងក្លឹបរបស់រ៉ូណាននឹងយើងក៏បានឃើញថាអូសពស្វាយនឹងក៏បានមករករ៉ូណានហើយសារអូននឹងក៏មិនអស់ចិត្តអំពីការប្រឡងការពិសេសមិញដោយវាក៏បានចាញ់ទៅកាន់រ៉ូណាននោះទេអូច្រឡំមិនផ្សេងមិញទេដល់ថ្ងៃណាផងហើយ sorry ផងអ្នកគ្នាអើយសលេងមានដូរទេ sorry ហើយសលេងឃើញដូរទៅមិនបាច់ខ្វល់ទេអាសលេងនឹងវាចេះខាក៏យ៉ាងមិនបាច់ខ្វល់វាច្រើនពេកទេឥឡូវកំសាន្តពេកចូលទៅរបស់យើងវិញហ្នឹងហើយដល់ពេលនោះរ៉ូណានរបស់យើងហ្នឹងក៏បានដកសម្បត្តិការចុះឈ្មោះចូលក្លឹបរបស់គាត់ហ្នឹងឲ្យទៅកាន់អូនសុបហ្វាយក៏តែអូនសុបហ្វាយហ្នឹងគឺមិនចង់ចូលរួមនោះទេដោយសារក្លឹបរបស់រ៉ូណានគឺបែកខ្លាំងពេកហើយនៅពេលរ៉ូណានក៏ឃើញចឹងរ៉ូណានរបស់ហ្នឹងក៏បាននឹកឃើញនៅកំណត់បែកឆ្នាំទៀតដែលគាត់បាននិយាយតេតតពីបងស្រីរបស់គាត់លើចឹងអូនសុបហ្វាយហ្នឹងបានមកសញ្ញាវិញតែម្ដងគឺទៅបែកក្លឹបតែពីរអ្នកនេះវិញចូលមកដល់ពេលយប់យើងក៏បានឃើញថាអាដេសាននេះក៏បានរ៉ូណានរបស់យើងហ្នឹងមកដល់ទីកន្លែងមួយដែលកន្លែងនេះវាគឺជា Tower ទី41ហើយពេលនោះយើងក៏បានឃើញបរិមម្នាក់ហ្នឹងក៏មានឆាថា Charadin ដែលគាត់ឈ្នះគ្រប់គ្រងនៅពំ design ជាមួយនឹងឯងហើយពេលនោះ Charadin ក៏បានសួរទៅកាន់រ៉ូណានថាតែមិនអីចង់សួរគាត់មែនបើមានចង់សួរគាត់ឲ្យលុយសិនមកក៏តែពេលនោះក៏បានចាប់អារម្មណ៍ទៅលើចំហាយដែលលើខ្លួនរបស់រ៉ូណានពេលឃើញចឹង Charadin ក៏បានហៅរ៉ូណានហ្នឹងឲ្យមកតាមគាត់ហើយមូលហេតុដែលគាត់បានឃើញចំហាយពណ៌ខៀវនោះគឺវាជាចំហាយដែលចេញពីជារបស់រ៉ូណានហ្នឹងឯងចូលមកដល់ខាងក្នុងយើងក៏បានឃើញថាគាត់ទ្វារហ្នឹងក៏បានចាក់វងនៃអាក្រាភិរនៃការការពារហ្នឹងរាប់លានជាន់តែម្ដង Charadin ក៏បានប្រាប់ទៅកាន់រ៉ូណានថាឲ្យយកជានៅគាត់មើលតិចបន្ទាប់គាត់បានឃើញហើយក៏បានដឹងផងដែរថាជាមុននេះវាជារបស់អេវថាខ្ពស់តាមចង់ស៊ីពេលវេលាច្រើនចូលរ៉េឌីងក៏បានប្រាប់រ៉ូណាននឹងគឺឈរលើរង្វង់អាក្រាពីរ៉ូដែលគាត់បានសេទុកនឹងឯងបន្ទាប់ពីរ៉ូណានក៏បានឈរលើនឹងហើយចារ៉ូឌីងក៏បានប្រាជំថាម៉ារ៉ារបស់គាត់ជិះចូលក្នុងខ្លួនរបស់រ៉ូណានដើម្បីស្វែងរកនៅបណ្ដាសារបស់គាត់តែម្ដងបន្ទាប់បានចូលដល់ក្នុងហើយគាត់បានឃើញនៅកែបផ្នែកដុកកំណាយមួយក៏បានសម្លឹងមកខាងគាត់ក៏បានធ្វើគាត់គឺរលាយតែម្ដងពីម្ដងខាងក្រៅវិញគាត់បានឃើញថាចូលរ៉េឌីងរបស់យើងនឹងគួរឈាមដូចទឹកទន្លេអញ្ចឹងនៅពេលឃើញអញ្ចឹងអ្នកពេលបាច់ចម្រាមទៅកាន់ចារ៉ូឌីងខ្លាំងតែនតាមចាំយូរចៅ
រត់ដេញក៏បានស្វែងនៅវិធមុនអស់ច្រឡំស្វែងនៅអាក្រាពីរត់ហើយវាដូចជាអាលីសបែងគ្នាបានសូននឹងហៅក៏បាននាំអ្នកដើម្បីនឹងគឺទៅកន្លែងរបស់ Mia Secret តែម្ដងបន្ទាប់ពួកគាត់ក៏បានមកដល់រ៉ូណារបស់យើងនឹងក៏បានសូមទៅកាន់ Mia Secret នឹងឲ្យជួយទៅកាន់ចូលរត់ដេញផងហើយសារឥឡូវនឹងគាត់ចិត្តងាប់ហើយឃើញចាំ Mia Secret ក៏បានបញ្ញាជួយសង្គ្រោះបឋមទៅកាន់ចូលរត់ដេញតែម្ដងនៅពេលដែលគាត់ពងជួនោះ Mia Secret ក៏បានសូមទៅកាន់រ៉ូណាផងដែរតែគឺបានឲ្យគាត់នឹងគឺបានចូលមើលក្នុងខ្លួនរបស់ឯងដោយស្វែងរកពីភាសាមែនទេហើយរ៉ូណារបស់យើងក៏បាននិយាយថាមែនហើយលឺចឹងក៏បានធ្វើ Mia Secret របស់យើងគឺរៀងខាំងផងដែរហើយពេលនោះ Mia Secret ក៏បាននិយាយទៅកាន់រ៉ូណាថាចារ៉ូដេញគាត់អាចនឹងស្លាប់ចប់